ខែកក្កដាឆ្នាំ2008គឺជាថ្ងៃដែលពិភពលោកទទួលស្គាល់ប្រាសាទព្រះវិហារជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលចំពោះកម្ពុជាវាជាថ្ងៃនៃមោទនភាពដ៏ធំមួយប៉ុន្តែឆ្នាំនេះការរំលឹកខួបនៃការចុះបញ្ជីភ្ជាប់មកជាមួយនៅស្នាមរបួសដ៏ជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរដែលបង្កដោយការឈ្លានពានរបស់យោធាថៃប្រាសាទព្រះវិហារមិនមែនជាប្រាសាទដែលកើតឡើងដោយអភូតហេតុទេប្រាសាទព្រះវិហារកើតឡើងពីញើសឈាមកម្លាំងនិងប្រាជ្ញារបស់បុព្វបុរសខ្មែរនៅលើកំពូលភ្នំដងរែកដែលមានកម្ពស់ជាង500ម៉ែត្របុព្វបុរសខ្មែរបានប្រើតែកម្លាំងមនុស្សកាប់អូសលើករៀបឆ្លាក់ថ្មបង្កើតសំណង់ដ៏អស្ចារ្យមួយដែលឈររឹងមាំអស់ជាងមួយសហសវត្សរ៍ជាង1000ឆ្នាំប្រាសាទព្រះវិហារបានឆ្លងកាត់ភ្លៀងខ្យល់កម្ដៅសង្គ្រាមនិងការប្រែប្រួលនៃប្រវត្តិសាស្ត្រទីនេះបានក្លាយជាកន្លែងដែលអ្នកបុរាណវិទូសិក្សាអ្នកទេសចរពីជុំវិញពិភពលោកឡើងទៅទស្សនានិងប្រជាជនខ្មែរឡើងទៅគោរពដោយមោទនភាពប៉ុន្តែអ្វីដែលធម្មជាតិនិងពេលវេលាមិនអាចបំផ្លាញបានរាប់សតវត្សរ៍បែរជាត្រូវរងការខូចខាតក្នុងយុគសម័យនៃអរិយធម៌យោងតាមក្រសួងវប្បធម៌កម្ពុជាប្រាសាទព្រះវិហាររងការខូចខាតយ៉ាងដំណំចំនួន560កន្លែងដោយសារការបាញ់ផ្លោងនិងការទម្លាក់គ្រាប់បែករបស់យោធាថៃកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025គោលបុរៈសំខាន់ទាំង5របស់ប្រាសាទខូចខាតទាំងអស់ហើយក្នុងនោះមាន3កន្លែងបាត់ទម្រង់ដើមស្ទើរទាំងស្រុងចំពោះអ្នកខ្លះនេះប្រហែលគ្រាន់តែជាការខូចខាតលើថ្មប៉ុន្តែចំពោះអ្នកដែលយល់ពីតម្លៃនៃបេតិកភណ្ឌថ្មនីមួយគឺជាទំព័រមួយនៃប្រវត្តិសាស្ត្រខ្មែររាល់ស្នាមប្រេះលើជញ្ជាំងគឺជាស្នាមប្រេះលើអរិយធម៌ខ្មែររាល់បំណែកដែលបាត់បង់គឺជាផ្នែកមួយនៃរឿងរ៉ាវដែលមិនអាចនិពន្ធឡើងវិញបានគ្មានវិស្វករណាម្នាក់អាចសាងសង់ប្រាសាទព្រះវិហារថ្មីមួយដែលមានអាយុជាង1000ឆ្នាំបានឡើយគ្មានបច្ចេកវិទ្យាណាអាចបង្កើតពេលវេលាឡើងវិញបានទេដូច្នេះការខូចខាតលើបេតិកភណ្ឌពិភពលោកជាការបាត់បង់ផ្នែកមួយនៃការចងចាំរួមរបស់មនុស្សជាតិពេលនេះការងារសង្គ្រោះនិងជួសជុលបានចាប់ផ្ដើមហើយអាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្តផែនការសង្គ្រោះបន្ទាន់រួមមានការបោសសម្អាតគ្រឿងផ្ទុះទល់ទ្ររចនាសម្ព័ន្ធប្រមូលបំណែកថ្មថតឯកសារ 3D និងស្ដារប្រព័ន្ធភ្លើងទឹកបុរាណដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិរួមទាំង UNESCO ប៉ុន្តែការជួសជុលប្រាសាទមិនមែនជាការងារដែលអាចបញ្ចប់បានក្នុងរយៈពេលខ្លីទេលោកគង់ពុទ្ធិកាអគ្គនាយកអាជ្ញាធរជាតិព្រះវិហារលើកឡើងថាការជួសជុលអាចត្រូវការពេលពី20ទៅ30ឆ្នាំដើម្បីឲ្យប្រាសាទព្រះវិហារអាចឈររឹងមាំដូចមុននេះជាចំណុចដែលគួរឲ្យឈឺចាប់ការបំផ្លាញអាចកើតឡើងក្នុងពេលខ្លីប៉ុន្តែការជួសជុលអាចត្រូវការពេលមួយចំនួនមនុស្សថ្ងៃទី7ខែកក្កដាគួរជាថ្ងៃដែលរំលឹកយើងថាការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកមិនគួរមានន័យត្រឹមការទទួលស្គាល់នោះទេវាក៏គួរមានន័យថាបេតិកភណ្ឌទាំងនោះត្រូវបានការពារនៅពេលរងគ្រោះផងដែរការពារប្រាសាទមិនមែនចាប់ផ្ដើមនៅថ្ងៃមានវិបត្តិទេត្រូវចាប់ផ្ដើមពីការកសាងជាតិឲ្យរឹងមាំពីការរួបរวมរបស់ប្រជាជនពីការអប់រំកូនចៅឲ្យស្គាល់តម្លៃនៃប្រវត្តិសាស្ត្រពីការកសាងសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងស្ថាប័នដែលធ្វើឲ្យប្រទេសមានសមត្ថភាពថែរក្សាអ្វីដែលបុព្វបុរសបានបន្សល់ទុកខ្ញុំរស់សុធាពី News Today NTTV Let's go. The new Forge territory.